បាទសួស្តីអ្នកទាំងអស់គ្នាវីដេអូថ្ងៃនេះខ្ញុំចង់និយាយអំពី paper មួយដែលយកពី archive ដែលគេទៅតែ submit ចូល archive ប្រហែលដូចជា2ទៅ3អាទិត្យមុនហើយ paper នោះគឺនិយាយអំពីការធ្វើចំណាយថ្នាក់ផ្កាយដែលមានទម្រង់ដូចជាវាបង្ហាញនូវវត្តមានរបស់អរិយធម៌ alien ដែលផ្កាយហ្នឹងគឺជាផ្កាយ M dwarf ដែលវាហាក់ដូចជាបង្ហាញសញ្ញាដែលមានទម្រង់ជា Dyson sphere នៅក្នុង spectra របស់វានៅក្នុង spore របស់វាអញ្ចឹងអ្វីទៅជា M dwarf M dwarf គឺជាផ្កាយមួយប្រភេទដែលស្ថិតនៅក្នុងចំណោមប្រភេទផ្កាយជាច្រើនដែលអ្នកតារាសាស្ត្រគាត់ឲ្យប្រភេទផ្កាយមានដូចជា OBFG8KM ដែលយើងនិយាយងាយយល់ទៅគឺ OB a fine girl kiss me ដែលនេះគឺជារបៀបចាំដែលងាយស្រួលចាំជាទីបំផុតហើយ M dwarf គឺជាផ្កាយដែលមានសីតុណ្ហភាពទាបបំផុតហើយតូចបំផុតហើយមានច្រើនបំផុតនៅក្នុង galaxy របស់យើងហើយមួយទៀតគឺជាផ្កាយដែលមានអាយុវែងជាងគេបំផុតដែលវាអាចរស់បានយូរជាងគេបំផុតក្នុងចំណោមផ្កាយទាំងអស់ហើយអ្វីទៅជាហេដ្ឋារចនាសម្ព័ន្ធ alien ក្នុងករណីនេះ paper នេះនិយាយអំពី Dyson sphere ដែលជា sphere មួយប្រភេទដែលគេរុំជុំវិញផ្កាយហើយដើម្បីស្រូបយកថាមពលរបស់ផ្កាយហ្នឹងដោយសារតែ M dwarf គឺជាផ្កាយដែលយើងដឹងហើយថាវាផ្កាយដែលរស់បានយូរដូច្នេះហើយវាគឺមានសារៈសំខាន់ណាស់សម្រាប់ alien ដែលដើម្បីទទួលថាមពលពី M dwarf ហ្នឹងដើម្បីធ្វើឲ្យអរិយធម៌របស់វារីកលូតលាស់បានកាន់តែលឿន paper នេះគឺគេសិក្សាអំពីផ្កាយចំនួន10ដែលជា M dwarf នៅក្នុងចំណោមផ្កាយដែលគេ survey ប្រហែលដូចជា5លានក៏ប៉ុន្តែក្នុងចំណោមហ្នឹងមានតែ10ទេដែលមានទម្រង់ជាផ្កាយដែលមិនមានភាពប្រក្រតីដែលវាបង្ហាញសញ្ញាបែបជាមានពន្លឺថែមនៅតំបន់កាំរស្មីអាំងប្រារបស់វាដែលផ្កាយធម្មតានៅពេលដែលយើងបំបែក spectrum របស់វាគឺទម្រង់ពន្លឺរបស់វាគឺយើងស្គាល់ហ្មងគឺជា Planck function ឬមួយក៏ black body function ក៏ប៉ុន្តែចម្លែកត្រង់ថាបន្ថែមពីលើ spectrum របស់អង្គធាតុខ្មៅឬក៏ black body spectrum របស់ផ្កាយទាំង10ហ្នឹងក្នុងតំបន់ក្រហមអាំងប្រានៃ spectrum របស់ផ្កាយទាំងនេះគឺវាហាក់ដូចជាមានសញ្ញានៃពន្លឺបន្ថែមដែលពន្លឺបន្ថែមនេះគឺគេសន្មតថាអាចមកពី Dyson sphere នេះឯងដែលជាហេដ្ឋារចនាសម្ព័ន្ធរបស់ alien ដែលវាបញ្ចេញពន្លឺសេសសល់ចេញពីការស្រូបពន្លឺរបស់ផ្កាយរបស់វានឹងមកក៏ប៉ុន្តែនៅពេលដែលគេធ្វើការសិក្សាកាន់តែស៊ីជម្រៅទៅលើ color diagram គឺគេសង្កេតឃើញថាផ្កាយទាំងនេះវាហាក់ដូចជាមានថាសឬក៏ accretion disk ឬក៏ disk ដែលមានទម្រង់ជាថាសបែប transitional ហើយថាសទាំងអស់នេះគឺវាគឺជាសញ្ញាដែលបង្ហាញថាផ្កាយទាំងនេះគួរតែជាផ្កាយដែលនៅក្មេងខ្ចីដែលទើបតែកើតក៏ប៉ុន្តែបញ្ហាត្រង់ថានៅពេលដែលគេសិក្សាអំពី color magnitude របស់ផ្កាយទាំងនេះបែរទៅជាបង្ហាញសភាពថាវាគឺជាផ្កាយ main sequence ធម្មតាដែលគេហៅថាផ្កាយដែលកំពុងពេញវ័យដែលកំពុងតែសប្បាយរីករាយក្នុងការដុត estrogen របស់វាខ្លាយទៅជា helium ហើយគេក៏សិក្សាវាធៀបជាមួយនឹងផ្កាយ sample ដទៃទៀតដែលជា main sequence ដូចវាអញ្ចឹងវាគឺជាសញ្ញាបង្ហាញថាផ្កាយទាំងនេះគឺជាផ្កាយមិនមែនជាក្មេងមិនមែនជាផ្កាយក្មេងខ្ចីទេវាគឺជាផ្កាយ main sequence ដូច្នេះវាមិនគួរមាន disk ឬក៏ថាសនៅជុំវិញវាទេហើយការសិក្សាទៅលើ surface gravity ជាមួយនឹង color diagram ក៏បង្ហាញដែរថាវាគឺជាផ្កាយពេញវ័យដែលកំពុងតែដុត estrogen ទៅជា helium ជាជាងផ្កាយដែលក្មេងខ្ចីទើបនឹងកើតហើយមាន disk ដូច្នេះសញ្ញាណនៃ disk នេះគឺមិនមែនជាសញ្ញាណរបស់ disk របស់ផ្កាយដែលផ្កាយកកើតនៅពន្ធរបស់វាទេក៏ប៉ុន្តែវាអាចជាសញ្ញារបស់ alien បង្ហាញពីហេដ្ឋារចនាសម្ព័ន្ធរបស់ alien ដែលហៅថា Dyson sphere នេះឯងដូច្នេះអ្នកវិទ្យាសាស្ត្រនៅក្នុង paper ហ្នឹងគឺគាត់បាននិយាយថាការសិក្សាបន្ថែមដោយប្រើ telescope ដូចជា James Webb ជាមួយនឹង ALMA ដើម្បីសិក្សាបន្ថែមថាតើទម្រង់ឬក៏ structure ខាងក្នុងឬក៏ហេដ្ឋារចនាសម្ព័ន្ធខាងក្នុងហ្នឹងវាមានទម្រង់បែបណាដូច្នេះមកដល់ពេលដែលគេ submit ចូលទៅក្នុង archive ហ្នឹងគឺគេបានសិក្សាទៅលើផ្កាយ2ក្នុងចំណោម10ហ្នឹងហើយអញ្ចឹងផ្កាយ2នៅក្នុងចំណោម10ហ្នឹងគឺគេសិក្សាដោយប្រើ telescope James Webb ដែលវាបង្ហាញសញ្ញាថាហាក់ដូចជាមាន galaxy ដែលមានធូលីច្រើននៅពីក្រោយផ្កាយគឺថាពន្លឺរបស់ធូលីបន galaxy នៅពីក្រោយផ្កាយហ្នឹងគឺវាបន្ថែមនៅពន្លឺនៅក្នុងតំបន់អាំងប្រានៃ spectrum របស់ផ្កាយរបស់យើងហ្នឹងដែលវាបង្ហាញសញ្ញាឲ្យយើងឃើញថាហាក់ដូចជាសញ្ញារបស់ហេដ្ឋារចនាសម្ព័ន្ធរបស់ alien ក៏ប៉ុន្តែមិនមែនទេវាគ្រាន់តែជាសញ្ញារបស់ galaxy នៅពីក្រោយផ្កាយដែលគេហៅថា background ដូច្នេះក្នុងចំណោម10ហ្នឹងគឺមាន2ហើយដែលគេសង្កេតហើយឃើញចំនួន2ហ្នឹងតែម្ដងគឺបង្ហាញថាមាន galaxy នៅពីក្រោយផ្កាយចុះអ្នកទាំងអស់គ្នាគិតថាចំនួន8ទៀតវាអាចនឹងទៅជាយ៉ាងណាតើអាចទេដែលថាក្នុងចំណោម8ហ្នឹងប្រហែលអាចនឹងមាន1 2ដែលអត់មាន spec galaxy នៅពីក្រោយតតសោះហើយអាចជា Dyson sphere មែនតើអរគុណសម្រាប់ការទស្សនា